គ្នាតោះចឹងយើងតទៅចំណុចមួយទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការគូរ Illustrator ណាដោយប្រើជាមួយនឹងកម្មវិធី Photoshop សម្រាប់កំហុញ elevation ចឹង technique នេះបើសិនជាអ្នកទាំងអស់គ្នាយល់អ្នកទាំងអស់គ្នាចង់យកប្លង់ពី AutoCAD មកប្រើក៏បានអ្នកទាំងអស់គ្នាចង់យកប្លង់ពី SketchUp មកបន្ថែម Illustrator ថែម graphic style ជាមួយនឹងPhotoshop ក៏បានណាតែចំណុចនេះខ្ញុំបញ្យល់ដល់ខ្ញុំគូផ្ទាល់ទាំងអស់មួយ Photoshop ហ្មងណាអញ្ចឹងយើង click លើ new file បែបនេះណាអញ្ចឹងខ្ញុំសុំបញ្ជាក់រឿងຂະຫນាតតិចចំពោះຂະຫນាតกระดาษខ្ញុំយកទទឹង300កម្ពស់350 resolution ខ្ញុំយក300ណាអញ្ចឹងយើង create មកហើយ pattern ខ្ញុំបានផ្ដល់ទៅឲ្យអ្នកទាំងអស់គ្នាហើយមាន1 2 3 4នេះណាអញ្ចឹងអ្នកទាំងអស់គ្នាចូលមក define pattern មកណាអញ្ចឹងយើងបើកបែបនេះមក edit យកពីអីគេ define pattern អូខេមកអញ្ចឹងខ្ញុំបាន define ឲ្យអស់ហើយអ្នកទាំងអស់គ្នាចាំ define ដោយខ្លួនឯងចោះណាដោយសារយើងធ្លាប់រៀន define ពីមេរៀនប្លង់បាតមុនហើយណាអញ្ចឹងខ្ញុំចូលមកខ្ញុំបង្ហាញតទៅចំណុចមួយទៀតតាក់ទងជាមួយនឹងការដៅបន្ទាត់ guideline ការដៅបន្ទាត់ guideline នៅក្នុង Photoshop នេះសំខាន់ទី1អ្នកទាំងអស់គ្នាត្រូវបើក Control O សិនហើយយើងធ្វើការទាញវាបែបនេះដើម្បីយើងងាយស្រួលដៅចំណុចទីតាំងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បានអគារធំណាបែបណាយើងចង់ទាញធំណាអីធំណាយើងអាចដៅវាឲ្យបែបនេះអូខេអញ្ចឹងនៅក្នុងការដៅនេះយើងបែងកាឡាឲ្យទៅអ្នកទាំងអស់គ្នាចង់បានត្រឹមណាអីត្រឹមណាយើងបែងឲ្យទៅស្រួលណាអូខេអញ្ចឹងតទៅចំណុចមួយទៀតខ្ញុំនឹងធ្វើការគូ shape tool នេះខ្ញុំយក rectangle ណាយកមកគូខ្ញុំគូរៀងផុតកន្លែងនេះបន្តិចណាបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាចង់បានជ្រុងនេះមានទំហំប្រមាណឧទាហរណ៍យើងដាក់ប៉ុណ្្នឹងទៅខ្ញុំយកតាមមួយជ្រុងទេណា300 400អីស្រេចតែអ្នកទាំងអស់គ្នាតែកុំភ្លេចណាកុំឲ្យជាប់ link នេះឲ្យសោះតែកាលណាជាប់ link អ្នកទាំងអស់គ្នាកែវា update ទៅទាំង4ជ្រុងណាអូខេហើយ property នេះបើរកអត់ឃើញអ្នកទាំងអស់គ្នាចូលទៅ Windows ចុចលើពាក្យ property ណាដើម្បីបើក property មកវិញណាអូខេអញ្ចឹងបន្ទាប់ពីគូប៉ុណ្ណឹងហើយខ្ញុំទៅចាក់នៅផ្ទៃខាងក្រោមម្ដងណានេះ mode ខ្ញុំយករៀងលយជាងក្រៅចេះណាអញ្ចឹងខ្ញុំយក pattern មកចាក់ដូចគ្នាដែរ pattern នេះខ្ញុំបាន define ឲ្យអស់ហើយណាបើអ្នកទាំងអស់គ្នាអត់ទាន់ define ចាំ define ខ្លួនឯងតិចទៅណាដោយសារខ្ញុំបានបរៀនពី technique នៅក្នុងការ define វាអីឲ្យអស់ហើយណានៅមេរៀនរបស់យើងណាអូខេអញ្ចឹងតទៅមួយទៀតសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាណាកុំភ្លេចដោះ stroke ចោលណាកុំឲ្យវាមាន outline ខ្មៅណាដោះ stroke ចោលទៅអូខេអញ្ចឹងតទៅចំណុចមួយទៀតខ្ញុំនឹងទៅគូ mode ស្មោលឥឡូវខ្ញុំយកត្រឹមនេះណានេះយកត្រឹមនេះត្រឹមនេះចុះអានេះខ្ញុំយកលេខ style វាត្រឹមនេះណាអូខេបន្តមកទៀតនៅត្រង់កន្លែងនេះខ្ញុំសូមស្លាប់វាចោលតែម្ដងណា raster layer កាលណាវានៅជា shape tool យើងអាចប្រើ Control L ឲ្យវាបានទេណាបញ្ជាក់បន្តិចកាលណា Control L ទាញទៅអត់បានទេណា error ណាអញ្ចឹងយើងត្រូវស្លាប់វាជា layer សិន
ចំពោះមេរៀនមួយនេះខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាមើលឲ្យចប់វីដេអូសិនណាហើយចាំទៅអនុវត្តតាមក្រោយណាកុំមើលបដាធ្វើបដាមើលឲ្យចប់សិនហើយចាំបកមើលមួយសារទៀតហើយរៀនធ្វើតាមណាអូខេអញ្ចឹងកន្លែងនេះខ្ញុំចាប់ pattern នៅវាទៀតអញ្ចឹងខ្ញុំសុំស្លាប់ឲ្យហើយហ្មងទៅណាអូខេអញ្ចឹងអានេះខ្ញុំសុំទាញមកលើ apply ចឹងក៏បានដែរណា Control L អូខេមើលមកឃើញដូចវាផតទៅក្នុងអញ្ចឹងណាតមកទៀតខ្ញុំ select កន្លែងនេះអូខេប៉ុណ្នេះបានហើយណាកុំឲ្យខ្មៅពេកអូខេតបមកមួយទៀតខ្ញុំនឹងធ្វើការ select លើវាបែបនេះអ្នកទាំងអស់គ្នាមើលតើណាហើយខ្ញុំនឹងប្រើជាមួយនឹង gradient ណាខ្ញុំសុំដូរមុំ gradient នេះខ្ញុំដាក់0ហើយខ្ញុំដកវាស្រាលបែបនេះអូខេចឹងយើងចាក់សោនេះមួយសិនណាកុំតន់អាចខ្លាច់វាវីដអូខេចឹងយើងដកតិចទៀតខ្ញុំដកទាំង fill ទៀតណាយើងយកតាស្រមោលបន្តិចទៅបានហើយណាតមកទៀតខ្ញុំធ្វើការ select លើផ្ទៃនឹងដដែលខ្ញុំប្រើ Control L ទៀតហើយណាអូខេនេះអ្នកទាំងអស់គ្នាឃើញវារៀងមើលទៅរៀងផ្នត់ណាអានឹងយើងប្រើវិធីបញ្ឆោតណាអូខេតមកទៀតខ្ញុំនឹងគូស្រមោលបញ្ឆោតឲ្យវាមួយយើងអាចគូឲ្យរៀងទៅក្រៅចេះតិចក៏បានដែរណាចឹងករណីយើងគូបែបនេះអូខេចឹងខ្ញុំធ្វើការដោះ shape វាចោលសិនដោះ fill ចោលហើយខ្ញុំយក gradient ដូចគ្នាដែរហើយខ្ញុំយកជាប្រភេទ overlay បែបនេះណាអ្នកទាំងអស់គ្នាមើលតន់ណាមានន័យថាអាប្រភេទ curvature ហ្នឹងហើយនឹងប្រភេទ pen tool ហើយ shape ហ្នឹងគឺការចាក់វាដូចគ្នាចឹងសេរីពួកហ្នឹងដូចគ្នាពួកហ្នឹងជា shape tool ទាំងអស់ឃើញអ្នកទាំងអស់គ្នាគូហើយវាដាក់តែ shape ឲ្យយើងចឹងហ្មងអូខេសេរីតែមួយទេណាចឹងខ្ញុំត្រូវការ scale វាទាញវាធំតិចអានេះទាញឲ្យធំបែបនេះបន្តិចធំទៅណាអត់បញ្ហាទេចាំយើងកាត់តាមក្រោយចឹងយើង rasterize វាបែបនេះយើងអាច select កាត់វាយើងអូសចឹងមកយើង delete ឈរឲ្យត្រូវ layer ណា stand ឲ្យត្រូវ layer ហើយចុច delete អូខេតមកទៀតដូចគ្នាដែរសម្រាប់ជ្រុងនេះយើងកាត់វាឲ្យត្រូវចឹងមកយើងចុច delete អូខេចុច delete Control D ហើយខ្ញុំធ្វើការដក opacity ចឹងខ្ញុំចង់ឲ្យស្រមោលនេះរៀងធ្លាក់បន្តិចអូខេប៉ណ្នេះចាតមកទៀតខ្ញុំនឹងធ្វើការកាត់ផ្ទៃមួយនេះណាដើម្បីធ្វើឆ្នៃធ្វើម៉ូតចឹងឥឡូវនេះខ្ញុំកាត់ត្រឹមនេះចាកាត់ផ្ដាច់ចឹងហើយមកកណាត់នេះយើង select កាត់ចោលហ្មងមើលទៅដូចជាមានប្រហោងនៅខាងក្នុងអញ្ចឹងណាតែតាមពិតសុទ្ធតែជាការបឆោត
ផ្ទៃទាំងអស់ទេណាអូខេទីហោថាកន្លែងនេះមានវេរងដាមួយស្លេចចាក់ពណ៌ធម្មតាក៏បានពេលដែលអ្នកទាំងអស់គ្នារៀន Photoshop យូរទៅអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាមាន tool ខ្លះអាចជំនួសគ្នាបានប៉ុន្តែមិនបាន 100% ទេណាតាម tool អូខេប៉ះដៃតិចមិញណាអូខេចិត្តហើយផ្ទះយើងអញ្ចឹងខ្ញុំ copy អានេះទៅលើបែបនេះយើងហូលអាលើជាប់បន្តិចណាអូខេnearly complete សម្រាប់ផ្នែកអាគារតែអត់ទាន់ហើយទាំងស្រុងទេខ្ញុំឆ្នៃ mode តិចទៀតសិននេះខ្ញុំ copy នេះឡើងមកលើបែបនេះ Ctrl T អូខេខ្ញុំធ្វើការទាញវាបែបនេះមើលតបមកទៀតនៅត្រង់កន្លែងនេះខ្ញុំចង់គូប្រកាន់ដៃអ្នកទាំងអស់គ្នាបង្កើត group ក៏បានដែរណាអញ្ចឹង group យើង create កន្លែងនេះណាអញ្ចឹងបើយើងចង់ងាយស្រួលយើងអាចបង្កើត group ក៏បានដែរដើម្បីការងារយើងវាមើលមកវា organize អូខេកន្លែងនេះអត់ស្មើគ្នា Ctrl O បើកបន្ទាត់មកវិញខ្ញុំធ្វើការទាញវាតម្រឹមអូខេខ្ញុំយកប៉ុណ្នេះចុះណាហើយខ្ញុំ copy នេះទៅលើដើម្បីធ្វើប្រកាន់ដៃចឹងប្រកាន់ដៃនេះខ្ញុំចង់បានស្ដើងខ្ញុំធ្វើការ scale វាបន្តិចណាអូខេហើយចិត្តហើយយើងតទៅចំណុចទៅមុខទៀតគឺយើងចាប់ផ្ដើមរៀបចំទៅលើផ្នែក surrounding ម្ដងណាចឹងកន្លែងនេះខ្ញុំចាក់តទៀតចាក់ pattern ដូចខ្ញុំបញ្ជាក់ចឹងណា file pattern ហ្នឹងខ្ញុំផ្ដល់ជូនអ្នកទាំងអស់គ្នាអីហើយអស់ហើយណាគ្រាន់តែយក modify ទៅបានហើយណាពណ៌នេះរៀងខ្មៅពេកខ្ញុំយកមួយទៀតណាពណ៌រៀងភ្លឺសិនកុំឲ្យដេញមកខ្មៅជាប់ពេកណាអូខេចឹងខ្ញុំនឹងប្រើ tool មួយដើម្បីគូផ្ទៃវាមើលមកជាលក្ខណៈជម្រាលប្រដេញណាគឺខ្ញុំប្រើ pen tool យើងចុះម្ដងទៀតចេះណាអ្នកទាំងអស់គ្នាត្រូវចាំថាការងារ graphic ណាមិនថាជាការងារ graphic
ទៅលើផ្នែកណាទេណាផ្នែកស្ថាបត្យកម្មឬក៏ graphic ទៅលើផ្នែកទូទៅគឺទាមទារឲ្យយើងអត់ធ្មត់មែនតើណាមិនមែនស្រួលប្រហែលទេណាទាមទារឲ្យយើងអត់ធ្មត់នៅក្នុងការធ្វើកិច្ចការងារណាទើបផលិតផលការងាររបស់យើងបានមកល្អតែកាលណាយើងឈិនឆៃការងារហ្នឹងវាឈិនឆៃទៅតាមនឹងអញ្ចឹងណាអញ្ចឹងយើងត្រូវអត់ធ្មត់នៅក្នុងការធ្វើកិច្ចការបន្តិចណាហើយក៏ទាមទារឲ្យអ្នកទាំងអស់គ្នាអនុវត្តដែរណាជាពិសេសការរៀនវីដេអូមេរៀននឹងហ្មងណាមានន័យថាកាលណាយើងពូកែអនុវត្តយើងនឹងចេះកាន់តែច្រើនណាការតេស្តយើងសាកអនុវត្តតេស្តមកណាអូខេអញ្ចឹងខ្ញុំគូចម្រៀងនេះប៉ុណ្នេះហើយអញ្ចឹងខ្ញុំទៅគូ background ខាងក្រោយបន្តិចណា background ខាងក្រោយខ្ញុំទៅប្រើ tool ថ្មីមួយទៀតខ្ញុំយក free form គូហ្មងទៅដោយសារវាអត់មានជាຂະຫນាតអីទេណាអ្នកទាំងអស់គ្នាអាចប្រើ free form នឹងគូក៏បានដែរណាអូខេអញ្ចឹងខ្ញុំចាក់វាជាបេតុងរៀងកម្ៅនេះហើយខ្ញុំអូសវាមកខាងក្រោមអ្នកទាំងអស់គ្នាអាចប្រើ shortcut key control គៀបបានណាមានន័យថាចុច control ហើយចុចគៀបឆ្វេងនេះអ្នកទាំងអស់គ្នាតម្លាក់វាចូលមកផុតមកអូខេអញ្ចឹងខ្ញុំសូមរ៉ាស្រាយវាតិចណាដោយសារខ្ញុំត្រូវការចង់ទាញវាឲ្យល្ងឹតជាងនឹងបន្តិចចឹងការងាររបស់យើងតទៅមុខមួយទៀតគឺខ្ញុំយក free form ហ្នឹងទៅគូផ្នែកខាងលើម្ដងចឹងយើងប្រើ pattern រៀងភ្លឺម្ដងទៅអូខេអញ្ចឹងខ្ញុំ state ឲ្យត្រូវវាបែបនេះខ្ញុំរ៉ាស្រាយទៀតតទៅមុខទៀតខ្ញុំទៅគូ free form មួយផ្នែកទៀតពេលគូយើង stand លេខយកក្រោមទៅណាកុំឲ្យពិបាកមូរណាតែនេះខ្ញុំគូចឹងហ្មងដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងពីការប្រើប្រាស់ shortcut key យើងចង់មូរ layer ចុះក្រោមឡើងលើអីធ្វើតាមនឹងមកណា rasterize អានេះខ្ញុំ control L អូខេអញ្ចឹងយើងអាច copy ឡើងតង់តទៀតមកហើយនេះយើងដកវាស្រាទៅណាបើឲ្យមើលមកវាមានលក្ខណៈសិល្បៈខ្ញុំតែប៉ុណ្នេះទៅបានអូខេតទៅចំណុចមួយទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការគូ shadow ណាដើម្បីយើងបញ្ឆោតស្មៅណាអញ្ចឹងនៅត្រង់ចំណុចនេះមួយកណាត់នេះខ្ញុំយក shape tool មកគូធ្វើស្មៅបញ្ឆោតទៅហ្មងអានេះខ្ញុំដាក់វា
ទាបពេកណាចឹងខ្ញុំឲ្យ600ប៉ុណ្នេះចុះហើយខ្ញុំដោះ stroke ចោលហើយខ្ញុំចាក់ជា color វិញណាហើយខ្ញុំឲ្យ color ហ្នឹងឲ្យស្រាលមែនតើអូខេទាញវាមកក្រោមមកគាវិញណាអូខេចឹងនៅពេលនេះស្មៅយើងបានមកក្រោមមកគាបែបនេះហើយប៉ុន្តែខ្ញុំឃើញថាវារៀងខ្ពស់ខ្ញុំចង់ឲ្យវារៀងទាបតិចខ្ញុំ control T សេរីបន្តិចអូខេអញ្ចឹងបើវារៀងលៀនចេញក្រៅចេះយើងអាចស្លាប់វាឲ្យកាត់ហ្មងណានេះជាតិចនិចមួយដែលងាយមែនតើណាអូខេតបមកទៀតខ្ញុំចង់គូស្មៅកាត់កន្លែងនេះម្ដងទៀតឥឡូវនេះខ្ញុំយក pen tool មកគូម្ដងយើងមើលតាមរាងរបស់ស្មៅដែលយើងចង់បានណាអ្នកទាំងអស់គ្នាក៏ត្រូវគិតដែរមានន័យថាអូឥឡូវស្មៅនេះរាងចេះយកអីគេមកគូលឿនណាស្មៅបែបនេះវាជាប្រភេទ custom shadow អញ្ចឹងអ្នកទាំងអស់គ្នាអត់អាចមកដល់ drop shadow ធម្មតាចេញទេណាពពួក custom បែបនេះតើយើងប្រើការគិតយើងបន្តិចដើម្បីយើងធ្វើការគូវាបានណាចឹងខ្ញុំសុំដកវាចោលចឹងយើងចង់បានស្មៅជាលក្ខណៈបដិញបែបហ្នឹងគឺយើងធ្វើបែបហ្នឹងណាអូខេnearly complete ហើយណាអញ្ចឹងទៅមុខមួយទៀតខ្ញុំគូព្រះអាទិត្យឲ្យមួយចុះតែយើងមិនទៅចាក់ពណ៌ព្រះអាទិត្យទេព្រោះ form បែបនេះជាលក្ខណៈ illustrate ណាអញ្ចឹងខ្ញុំចាក់រៀង gray ទៅណាឲ្យវាត្រូវ form គ្នាចឹងតាក់ទងមួយមនុស្សនិងសត្វក៏ខ្ញុំបានផ្ដល់ជូនអ្នកទាំងអស់គ្នាឯកសារ support អីខ្ញុំឲ្យទៅអស់ហើយណាអ្នកទាំងអស់គ្នាចេះស្ទាត់អាចលឿនជាងនេះទៀតណាដោយសារតែខ្ញុំគូនេះខ្ញុំគូយឺតដើម្បីបញ្យល់ទេណាអញ្ចឹងបើយើងចេះប្រើ tool ស្ទាត់ការគូរបស់យើងរឹតតែលឿនជាងនឹងទៀតណាអូខេអញ្ចឹងខ្ញុំធ្វើការកាត់សាច់ចាបនេះដាក់ណាកាត់មនុស្សដាក់ដើម្បីឲ្យរូប illustrate យើងណាកាន់តែរស់រវើកណាតទៅចំណុចមួយទៀតយើងធ្វើការកាត់ដើមឈើណាយកមកដាក់អញ្ចឹងតកតងមួយការកាត់ដើមឈើនេះអត់មានអីពិបាកទេណាខាងខ្ញុំផ្ដល់ដើមឈើជូនទៅឲ្យអស់ហើយយើងគ្រាន់តែទាញខ្ញុំដាក់ធម្មតាណាអូខេអញ្ចឹងតកតងមួយការងាររបស់យើងគឺបានចប់សពគ្រប់ហើយណា
ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទាន់ហើយចាំសាក់លបងធ្វើមកណាហើយតាក់ទងមួយរូបគំរូនេះខាងខ្ញុំនឹងតម្លាក់នៅក្នុង folder មេរៀនទៅសរុបទាំងអស់ហ្មងណាដើម្បីឲ្យអ្នកទាំងអស់គ្នាមើលជាគំរូបន្ថែមណាអរគុណ